សូមជូនរឿងក្អែកមួយជាក្អែកដប់កាលពីព្រាយនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខ្ជិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជួអាចដាក់ពេញពាងមួយហើយយកអាចលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខ្ជិលធ្វើកំបិតមួយមានផ្លែប៉ិនចង្កឹះអកកំបោរដងប៉ិនកដៃស្រោមធំវែងប្រហែលមួយលូកអាខ្ជិលស្ពាយកំបិតនោះដើរទៅលក់ឯអាខូចក៏ពុនពាងអាចនោះដើរទៅលក់ដែរអាខ្ជិលទៅពីនេះអាខូចមកពីនោះជួបគ្នាពាក់កណ្ដាលផ្លូវអាខូចពពាយនិយាយថាអ្នកអើយទិញផ្អកយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់របស់ខ្ញុំណាស់អាខិលឆ្លើយថាទាស់តែលក់ដាវខ្ញុំមិនដាច់មានលុយទិញបើដូរជាដាវនេះព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការសំហូតកាប់តែម្ដងអ្នកឯងកុំប្រញាប់ហូតមើលបើហូតព្រិលសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំណាស់បើកុំតែនេះក្រមហូបពេកកុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចឲ្យទៅអាខិលហើយហាមថាផ្អកខ្ញុំនឹងក៏ដែរដល់ពេលស៊ីសម្បើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែងក្រែងវាធំខ្មោះស៊ីមិនទាន់អស់វាទៅជាខាតឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីទៅអាចទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចាវគេឆ្ងាញ់ពិសាណាស់ប្រពន្ធក៏អរពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពាងផ្អកយកកំបិតកោះអាចលាក់នោះបើកឡើងហើយលូកខ្វាបានមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃប៉ុន្មានក៏លិតផ្លាប់ភ្លក់មើលងើបមុខឡើងថាយីផ្អកថាវអីក៏ស្អុយដូចអាចគ្មានឆ្អឹងនឹងសាច់ក៏ខ្វេកក៏ខ្វក់ម៉ត់ផង់យ៉ាងនឹងតើផ្អកត្រីអីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោ20វ៉កដឹងជាក់ជាអាចមិនមែនផ្អកមកបន្ទោះទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយអំពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវានោមច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវលោតទៅកាប់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដងហូតដាវខ្វិចឃើញផ្លែដាវនោះកំពេចកិច្ចឡើងលើផ្ទះបង្ហាញប្រពន្ធមើលហើយសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានោះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលូទៅប្រទះនឹងអាខិលដើរមកពីនាយសើចពព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាទី1ក៏ថាអញសុំឯងធ្វើខ្លៅដែរហើយក៏សុកចិត្តដើរពីនាក់ទៅដល់ផ្ទះមហាសេដ្ឋីចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកចិត្តខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរអ្នកគិតគ្នាថាឯងត្រូវក្លែងសម្បត្តិមួយច្បាប់ទៅប្រាប់ថាសម្បត្តិសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលបចូលដេកក្នុងក្តារមឈូសអំពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯងហើយក៏បន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម្មកូនចៅតូចធំរវល់តែយំសោកអាខូចដើរទៅរកក្រដាសបានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់សម្បត្តិអំពីមហាសិទ្ធិប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវឪពុកជរាហើយកូនអើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្ត
ព្រោះត្បិតគ្មានហត្ថលេខារបស់សិទ្ធិអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លែងបញ្ឆោតទេកូនសិទ្ធិចូលទៅភ្លាមស្រែកហៅឪពុកអាខិលឆ្លើយថាអើកូនសួរថាឪពុកបានឲ្យសម្បត្តិទៅកូនធွာមកយករបស់មែនឬអាខិលថាអើកូនអញឈ្មោះខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាអើមើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កែវកងសម្ពត់អាវវល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកទៅចុះកូនចៅប្រុសស្រីចាញ់អបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅពេញជាអស្ចារ្យឥឡូវនឹងបើកក្តារមឈូសមើលឲ្យច្បាស់ចាស់ហាមប្រាប់ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់ទៅមមីមមើម្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់សម្ពត់អាវសម្លៀកបំពាក់និងកន្ទេលពូកខ្នើយហើយថែមតុកថាអំបិលប្រហុក4ក្រឡអង្ករ4ការុងដាក់ផ្លុងទៅឲ្យអាខិលអាខូចបង្វិលរទេះយ៉ាងធំចុចែកយំទឹកភ្នែកឲ្យដឹងខឹងដោយបញ្ចុះទាំងស្រីទាំងប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ឲ្យអាខូចទៅអានេះត្រេកអរឡើងបររទេះចេញទៅអ្នកទាំងអស់ដែលនៅចេះតែជ្រួលមិនស្រួលព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលោបចេញប្រុចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកស្ទាក់ប្លន់យកទ្រព្យមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេស៊ីខ្លះយកមកខ្លះឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកនឹងលាយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯងអាមួយដែលនៅចាំរទេះក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីទៅបនឹងស្កាំងអាសេរពឹសថ្នាំក៏ពោលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូរទេះចូលព្រៃរតែករតោកទៅជ្រកក្នុងទឹកត្រពាំងប្រឆាំងដាច់ខ្សែទៀមដេកត្រាំទឹកទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបើលៃលោកយកទៅជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទៅជារបស់ខ្លួនបើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដីជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយក៏ដើរដល់ផ្ទះក៏កុហកប្រពន្ធប្រាប់ថាអញជុះអាចមិញមានសត្វក្អែកមួយហើយចេញអំពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាកសីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរទៅប្រាប់គេថាមានក្អែកហើយចេញអំពីក្តិតប្តីអញតែឯងក៏មាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមទៀតក្អែក5ប្រាប់លើសមួយតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រុតជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើរាជអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្ត
ព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះរៀបរាប់ក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទ្រព្យមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំងទៅ